ហេតុអ្វីបន្ថៃប្រើយន្តហោះ T50 របស់កូរ៉េ F16 របស់អាមេរិកនិង Gripen របស់ស៊ុយអែតមកលើកម្ពុជាមើលវីដេអូនេះឲ្យដល់ចប់អ្នកនរគ្នានឹងយល់កាន់តែច្បាស់អំពីល្បិចកលពួកអាចោសៀមអ្នកនរគ្នាមានដឹងអត់ថាហេតុអ្វីបន្ថៃប្រើយន្តហោះ T50 របស់កូរ៉េ F16 របស់អាមេរិកនិង Gripen របស់ស៊ុយអែតមកលើកម្ពុជាអញ្ចឹងមុននឹងខ្ញុំបកស្រាយរឿងហ្នឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាថាថៃទិញយន្តហោះ T50 ពីកូរ៉េហ្នឹងគឺតាំងពីឆ្នាំ2015ដល់ឆ្នាំ2021មកម្លេះអ្នកនរគ្នាហើយទិញហ្នឹងគឺចំនួន14គ្រឿងចំពោះយន្តហោះ F16 របស់អាមេរិកវិញអ្នកនរគ្នាគឺថៃទទួលបានពីអាមេរិកហ្នឹងតាំងពីឆ្នាំ1988ដល់ឆ្នាំ2003អ្នកនរគ្នាគឺបានហ្នឹងគឺ46គ្រឿងហើយចំពោះ Gripen ដែលជាយន្តហោះរបស់ស៊ុយអែតវិញអ្នកនរគ្នាគឺថៃទទួលបាន12គ្រឿងអ្នកនរគ្នាតាំងពីឆ្នាំ2011ដល់ឆ្នាំ2013មកម្លេះអ្នកនរគ្នាអញ្ចឹងវាយូរដែរហើយថ្មីហ្នឹងគឺស៊ុយអែតនិងថៃហ្នឹងបានចុះកិច្ចសន្យាថានឹងទទួលបានយន្តហោះ Gripen ហ្នឹង4ទៀតអ្នកនរគ្នាក្នុងឆ្នាំ2025ដល់ឆ្នាំ2030ប៉ុន្តែយន្តហោះ Gripen ហ្នឹងគឺអត់ទាន់មកដល់ថៃទេអ្នកនរគ្នាអញ្ចឹងបើអ្នកនរគ្នាគិតឲ្យយល់គិតឲ្យដល់អ្នកនរគ្នានឹងយល់កាន់តែច្បាស់អំពីល្បិចកលអាចោសៀមតែម្ដងគឺវាចង់ឲ្យប្រទេសយើងហ្នឹងទៅស្អប់ប្រទេសដទៃទៀតអ្នកនរគ្នាអញ្ចឹងធ្វើចំណងការទូតរវាងប្រទេសយើងនិងប្រទេសដទៃទៀតហ្នឹងវាកាន់តែធ្លាក់ចុះតែម្ដងអញ្ចឹងទោះបីចង់មិនចង់ក៏គេមិនអាចនៅខាងយើងដែរអ្នកនរគ្នាគេអាចទៅខាងថៃហើយព្រោះអីប្រទេសយើងស្អប់ប្រទេសគេបាត់ហើយហ្នឹងអញ្ចឹងសូមអ្នកនរគ្នាកុំចាញ់ល្បិចកលមួយហ្នឹងឲ្យសោះអ្នកនរគ្នាអ្វីដែលយើងត្រូវស្អប់គឺស្អប់តែអាចោសៀមបានហើយអ្នកនរគ្នាព្រោះគេគ្រាន់តែលក់អាវុធឲ្យទេហើយលក់អាវុធឲ្យហ្នឹងគឺតាំងពីយូរមកហើយអ្នកនរគ្នាមិនតែឥឡូវមិនតែតែថៃមានសង្គ្រាមមួយយើងគេលក់ឲ្យទេអញ្ចឹងអ្នកនរគ្នាត្រូវយល់ឲ្យច្បាស់ហើយបើគេដឹងថាថៃទិញនឹងដើម្បីមកប្រើឈ្លានពានលើយើងក៏គេអត់លក់ឲ្យដែរអ្នកនរគ្នាព្រោះវាមានច្បាប់អន្តរជាតិត្រឹមត្រូវមុននឹងលក់យន្តហោះហ្នឹងគឺលក់យន្តហោះដើម្បីឲ្យប្រទេសហ្នឹងការពារខ្លួនទេមិនមែនដើម្បីឲ្យប្រទេសហ្នឹងឈ្លានពានទេឥឡូវខ្ញុំឧទាហរណ៍ឲ្យស្រួលស្ដាប់និយាយពីសហរដ្ឋអាមេរិកមកអ្នកនរគ្នាសហរដ្ឋអាមេរិកមិនមានសិទ្ធិប្រើកាភ្លើងអ្នកនរគ្នាអញ្ចឹងអ្នកនឹងទៅទិញកាភ្លើងហើយប្រាប់ថាខ្ញុំទិញកាភ្លើងដើម្បីការពារខ្លួនទេប៉ុន្តែចៃដន្យនេះអាមួយហ្នឹងវាទិញកាភ្លើងទៅពេញហ្នឹងអញ្ចឹងអ្នកលក់កាភ្លើងអត់មានសិទ្ធិខាត់ទេអ្នកនរគ្នាមានសិទ្ធិគ្រាន់ថាអត់លក់កាភ្លើងឲ្យវាទៀតឧទាហរណ៍ថាកាភ្លើងហ្នឹងត្រូវការគ្រាប់អីថែមអញ្ចឹងអត់ឲ្យគ្រាប់ថែមទៀតអញ្ចឹងបកមកប្រទេសថៃវិញគឺប្រទេសដទៃទៀតហ្នឹងអត់មានសិទ្ធិខាមថៃហ្នឹងកុំឲ្យប្រើយន្តហោះតម្លាក់គ្រាប់មកលើកម្ពុជាទេអ្នកនរគ្នាមានសិទ្ធគ្រាន់ថាអូបើថៃត្រូវការគ្រាប់អត់ឲ្យគ្រាប់ទៀតបើត្រូវការយន្តហោះអត់លក់ឲ្យប្រទេសអាចោសៀមហ្នឹងទៀតហើយបើត្រូវការគ្រឿងបន្លាស់ដោះដូរអី software អី update អីអញ្ចឹងគឺគេ update ឲ្យតែប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងសូមអ្នកនរគ្នាយល់ឲ្យច្បាស់ហើយស្អប់កុំស្អប់ប្រទេសគេអ្នកនរគ្នាស្អប់តែប្រទេសអាចោសៀមបានហើយសូមគិតមុននឹងស្អប់ប្រទេសមួយ